តាំងពីគណៈបកសង្គ្រោះជាតិចូលក្នុងរដ្ឋសភាយើងគណៈបកសង្គ្រោះជាតិធ្វើជាប្រធានដឹកនាំគណៈកម្មការ2គណៈកម្មការទទួលពាក្យបណ្ដឹងហើយពាក្យបណ្ដឹងរឿងដីធ្លីពាក្យបណ្ដឹងរឿងការរំលោភសិទ្ធិមនុស្សហើយគណៈកម្មការសិទ្ធិមនុស្សទី1ហើយគណៈកម្មការមួយទៀតដែលគណៈបកសង្គ្រោះជាតិធ្វើជាប្រធានដឹកនាំដែរគឺគណៈកម្មការប្រឆាំងអំពើពុករលួយពីព្រោះរឿងរ៉ាវទាំងអស់នៅស្រុកខ្មែរវាពាក់ព័ន្ធទាំងការរំលោភសិទ្ធិមនុស្សក៏ពាក់ព័ន្ធអំពើពុករលួយប្រព្រឹត្តអំពើពុករលួយអ្នកដែលប្រើអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយក៏ពាក់ព័ន្ធដូច្នេះគណៈកម្មការយើងដែលយើងដឹកនាំទាំងពីរនេះគឺយើងស្វែងរកយុត្តិធម៌ជូនប្រជារាស្ត្រហើយតាំងពីប្រជារាស្ត្របានដឹងឮទូទាំងប្រទេសមន្តគរថាឥឡូវគណៈបកសង្គ្រោះជាតិមានទួនាទីមានមធ្យោបាយខ្លះដើម្បីជួយប្រជារាស្ត្រហើយប្រជារាស្ត្រលោកពីមុនលោកមិនហ៊ានទេលោកអត់ជំនឿលោកយល់ឃើញថាអត់ប្រយោជន៍ប៉ុន្តែឥឡូវលោកមានជំនឿលោកមានសង្ឃឹមគឺមកទាំងគ្រួសារទៅគ្រួសាររាប់រយគ្រួសារមកពីទូទាំងប្រទេសហើយមកតវ៉ាមកធ្វើបាតកម្មហាយក្បួនដាក់ញត្តិដាក់អីគ្រប់កន្លែងឃើញមានប្រសិទ្ធភាពឃើញចាប់ដើមឥឡូវនេះកម្រើកហើយរដ្ឋាភិបាលក៏ឃើញប្រជារាស្ត្រផុសផុលចឹងតវ៉ាឲ្យឃើញតំណាងវាឥឡូវនេះយើងជំរុញឲ្យគណៈបកប្រជាជនគណៈបកគេមួយទៀតនោះក៏មកចូលរួមជាមួយយើងការងារដែលយើងធ្វើនេះយើងថាមិនចង់ចំណេញរឿងនយោបាយគណៈបកការឃោសនារឿងគណៈបកចាំចិត្តបោះឆ្នោតទៅយើងឃោសនាសូមយើងនិយាយពីរឿងគណៈបកឥឡូវការងារនេះការងាររដ្ឋសភាការងារគណៈកម្មការសិទ្ធិមនុស្សគណៈកម្មការប្រឆាំងអំពើពុករលួយជាការងាររដ្ឋសភាដូច្នេះរដ្ឋសភាគឺមានគណៈបកទាំងពីរយើងត្រូវធ្វើការជាមួយគ្នាក្នុងនាមជារដ្ឋសភាជួយប្រជារាស្ត្រទាំងអស់គ្នាកសាងអំពើល្អជាមួយគ្នាក្នុងន័យហ្នឹងឃើញមានស្មារតីថ្មីចេះចាប់ដៃគ្នាធ្វើការជាមួយគ្នាធ្វើឲ្យប្រជារាស្ត្ររឹតតែមានសង្ឃឹមឡើងទៀតសង្ឃឹមកាន់តែខ្លាំងថែមទៀតអញ្ចឹងលោកមកពីខេត្តឆ្ងាយលោកមកតវ៉ា 4-10 ថ្ងៃទាំងអស់តែបានសម្រេចបានសេចក្តីសង្ឃឹមជឿទុកចិត្តខ្លះហើយក្នុងរយៈពេលជួនកាលនៅមួយខែ2ខែក៏មានដែរអត់មានមជ្ឈបាយស្នាក់នៅគ្នាមកនេះមកដៃទៅទេហើយមកស្នាក់នៅតាមវត្តមានតែវត្តទេទទួលវត្តសាមគ្គីរាំងសីវត្តកម្ពុជាក្រោមវត្តស្ទឹងមេជ័យវត្តដែលប្រសង់ដែលមានទឹកចិត្តអាណិតអាសូរប្រជារាស្ត្រវត្តជួយច្បារហើយថាវត្តចាស់ក៏ទទួលប្រជារាស្ត្ររាប់រយគ្រួសារបដាក់គ្នាអត់ឈប់ទេហើយកាន់តែច្រើនឡើងដើម្បីឲ្យគាត់មានសង្ឃឹមទាមទារយុត្តិធម៌គឺបានដីធ្លីរបស់គាត់មកវិញតែបានដីធ្លីរស់ហើយយើងមិនចង់ឲ្យប្រជារាស្ត្រខ្មែររស់ក្នុងឋានៈជាអ្នកសុំទានមិនចង់ឲ្យរស់តែចាំតែទទួលអំណោយមួយជីវិតអត់ទេតែគាត់មានដីធ្លីគាត់ធ្វើស្រែធ្វើចម្ការខ្លួនគាត់បន្តបង្កើតផលខ្លួនគាត់អាចរស់បានដោយថ្លៃថ្នូរដោយខ្លួនឯងនឹងហើយបំណងរបស់យើងទាំងអស់គ្នាចង់ជួយប្រជារាស្ត្រខ្មែរឲ្យប្រជារាស្ត្រខ្មែរលោកមានសេចក្តីសង្ឃឹមឡើងវិញ